បាទសូមគោរពនឹងជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានៅពេលដែលបានឃើញរូបភាពទាំងនេះពិតជាមានក្តីរំភើបរីករាយឥតឧបមាពិតមែនថាខ្ញុំមិនបានចូលរួមក៏ប៉ុន្តែខ្ញុំមានក្តីរំភើបរីករាយយ៉ាងខ្លាំងដែលឃើញបងប្អូនប្រជាពលរដ្ឋមន្ត្រីរាជការសិស្សនិស្សិតប្រសង់ទាំងអស់បានចូលរួមធ្វើដំណើរដោយថ្មើរជើងដើម្បីបញ្ជាក់ឲ្យឃើញថាខ្មែរយើងសាមគ្គីគ្នាជាធ្លុងមួយហើយក៏បញ្ជាក់ឲ្យពិភពលោកបានដឹងថាកម្ពុជាយើងរួបរวมសាមគ្គីជាកម្លាំងជាធ្លុងមួយក្នុងការជំរុញនិងលើកទឹកចិត្តដល់ថ្នាក់ដឹកនាំជាតិនិងកងពលកងទាហានកងខេមរៈភូមិន្ទដែលបានឈរជើងពុះពៀយ៉ាងក្លាហានដើម្បីការពារជាតិនិងទឹកដីហើយក៏នេះក៏ជាចលករមួយជាកម្លាំងមួយដែលលើកទឹកចិត្តនិងជំរុញនិងលើកទឹកចិត្តដល់បងប្អូនជាកងខេមរៈភូមិន្ទជួរមុខដែលនៅការពារឈរការពារទឹកដីដោយភាពអង់អាចក្លាហានហើយក៏ជាសក្ខីភាពបញ្ជាក់ថាបងប្អូនប្រជាពលរដ្ឋនៅជួរនៅខាងក្រោយមិនភ្លេចបងប្អូនដែលជាកងយុទ្ធពលខេមរៈភូមិន្ទដែលឈរជើងនៅជួរមុខនោះឡើយហើយនេះក៏បញ្ជាក់ឲ្យពិភពលោកដឹងថាខ្មែរត្រូវការសន្តិភាពខ្មែរមិនត្រូវការសង្គ្រាមខ្មែរស្រឡាញ់សន្តិភាពខ្មែរត្រូវការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីខ្មែរកាន់ទង់ជាតិដោះស្រាយបញ្ហាខ្មែរដោះស្រាយដោយវោហារស័ព្ទខ្មែរមិនកាន់អាវុធដើម្បីដោះស្រាយបញ្ហានោះឡើយខ្មែរមិនចង់មានសង្គ្រាមឡើយ